ឱកាសពិសេសសម្រាប់យុវជនកម្ពុជាបានមកដល់ទៀតហើយយុវជនយុវនារីដែលមានបំណងចង់ចូលរួមប្រកួតប្រជែងក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាគឺចាប់ផ្ដើមនាពេលនេះហើយកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងលើកទឹកចិត្តដល់ប្រជាពលរដ្ឋជាពិសេសយុវជនយុវនារីកម្ពុជាគ្រប់រូបឲ្យចូលរួមសាងអំពើល្អឲ្យកាន់តែច្រើនឡើងក្នុងសង្គមនិងជៀសឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដូច្នេះបើយុវជនយុវនារីកម្ពុជាទាំងអស់គិតថាខ្លួនកំពុងសាងអំពើល្អហើយនោះសូមចូលរួមជាមួយកម្មវិធីនេះតាមរយៈការផលិតខ្សែវីដេអូចម្រៀងអត្ថបទកំណាព្យនិងគំនូរលក្ខខណ្ឌចូលរួមបេក្ខជនបេក្ខនារីត្រូវមាន Facebook Account ដោយប្រើឈ្មោះនិងរូបភាពពិតប្រាកដបាន Like និង Share Facebook សម្ដេចតេជោធ្លាប់បានធ្វើនិងកំពុងធ្វើអំពើល្អក្នុងសង្គមជាស្នាដៃរបស់ខ្លួនពិតប្រាកដឬជាស្នាដៃក្រុមការងាររួមគ្នាមិនមែនគ្រាន់តែជាគំនិតស្រមើស្រមៃជ័យលាភីដែលធ្លាប់បានជាប់លេខ1ដល់លេខ10ក្នុងកម្មវិធីនេះពីមុនមកគឺមិនអាចចូលរួមប្រកួតប្រជែងបានឡើយកម្មវិធីនឹងជ្រើសរើសយកវីដេអូចំនួន3អត្ថបទកំណាព្យចំនួន3ចម្រៀងចំនួន2និងគំនូរចំនួន2ដែលបានជាប់ចំនួន10នាក់ Top 10ចេញពីការប្រកួតប្រជែងលើគេហទំព័រសម្ដេចតេជោហ៊ុនសែនហើយបន្ទាប់មកនឹងយកទៅប្រកួតម្ដងទៀតនៅលើគេហទំព័រ Facebook សម្ដេចតេជោហ៊ុនសែនដើម្បីបោះឆ្នោតយកលេខ1 Top 1ដើម្បីចូលរួមកម្មវិធីនេះបេក្ខជនបេក្ខនារីសូមចូលមកកាន់គេហទំព័រសម្ដេចតេជោហ៊ុនសែនតាមរយៈអាសយដ្ឋាន www.somdachhunsain.gov.kh ដែលនៅខាងស្ដាំដៃខាងក្រោមរួចចុចពាក្យចូលរួមបន្ទាប់មកចុចលើប៊ូតុង Login with Facebook ហើយត្រូវបំពេញតាមលក្ខខណ្ឌទាំងនេះបន្ទាប់មកទៀតសូមចុចលើប៊ូតុង Submit ដើម្បី Upload វីដេអូនេះដើម្បីផ្ញើស្នាដៃកំណាព្យអត្ថបទនិងគំនូរចូលរួមក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាសូមចុចប៊ូតុងពណ៌បៃតងដែលមានឈ្មោះថារូបគំនូរឬអត្ថបទកំណាព្យបន្ទាប់មកបំពេញចំណងជើងរួចជ្រើសរើសផ្នែកគំនូរឬកំណាព្យដែលចង់ចូលរួមបន្ទាប់មកសូមចុចប៊ូតុង Browse ដើម្បីដាក់ផ្ទាំងគំនូរឬកំណាព្យអត្ថបទដែលចង់ចូលរួមរួចចុចប៊ូតុង Upload ជាការស្រេចដើម្បីផ្ញើវីដេអូចម្រៀងមកកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជារបៀបទី1សូមចុចប៊ូតុងពណ៌ខៀវដែលមានឈ្មោះថា Facebook វីដេអូឬចម្រៀងបន្ទាប់មកបំពេញចំណងជើងហើយជ្រើសរើសផ្នែកវីដេអូឬចម្រៀងនិងបន្ទាប់មកទៀតបំពេញអាសយដ្ឋានវីដេអូពី Facebook បន្ទាប់មក copy វីដេអូ URL ពី Facebook ដោយចុច mouse ស្ដាំលើ Facebook វីដេអូហើយចុចលើ show វីដេអូ URL ហើយយកទៅដាក់ក្នុងប្រអប់នេះហើយចុចប៊ូតុង Upload ជាការស្រេចរបៀបទី2អ្នកអាចផ្ញើវីដេអូឬចម្រៀងមកក្នុងកម្មវិធីខ្ញុំជាយុវជនគំរូកម្ពុជាបានដោយចុចលើប៊ូតុងពណ៌ក្រហមហើយបំពេញចំណងជើងបន្ទាប់មកជ្រើសរើសផ្នែកវីដេអូឬចម្រៀងបន្ទាប់មកទៀតសូមចូលទៅកាន់វីដេអូ YouTube ដើម្បី copy អាសយដ្ឋានវីដេអូរួចយកមកដាក់ក្នុងប្រអប់នេះហើយចុចប៊ូតុង Upload ជាការស្រេចការចូលរួមរបស់បេក្ខជនបេក្ខនារីគឺជាការបង្ហាញនិងចែករំលែកអំពើល្អនៃសកម្មភាពមនុស្សធម៌ក្នុងសង្គមដែលជាគំរូល្អដល់យុវជននិងប្រជាពលរដ្ឋទូទៅកម្មវិធីនេះនឹងចាប់ទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅសូមអានការណែនាំតាម website សម្ដេចតេជោ www.somdachhunsain.gov.kh សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ077 56 88 99